តោះអ្នកតាគ្នាមកធ្វើបបរខ្ញីសាច់គោជាមួយនឹងខ្ញុំអ្នកតាគ្នាប្រហែលជាធ្លាប់ឮបបរគ្រឿងសាច់មាន់ឬក៏បបរគ្រឿងសមុទ្រត្រូវអត់ប៉ុន្តែថ្ងៃនេះគឺខ្ញុំធ្វើបបរពីសាច់គោហើយប្រើជាមួយនឹងខ្ញីខ្ញុំធានាឲ្យថារសជាតិឆ្ងាញ់ខ្លាំងមែនទែនអត់ចាញ់បបរគ្រឿងសមុទ្រឬក៏សាច់មាន់ទេអញ្ចឹងដំបូងអ្នកតាគ្នាត្រូវឆាអង្ករសិនដោយដែលយើងធ្វើបបរគ្រឿងសមុទ្រឬក៏បបរគ្រឿងសាច់មាន់ហ្នឹងណាតែមុននឹងឆាអង្ករគឺអង្ករហ្នឹងគឺយើងលាងឲ្យទុកឲ្យវាស្ងួតសិនបានយើងយកមកឆានៅពេលដែលទឹកពុះហើយគឺយើងតម្លាក់ខ្ញីគល់ខ្ទឹមម្សៅស៊ុបមួយដុំទៅអ្នកតាគ្នាឲ្យស្ករត្នោតឲ្យតម្លាក់អង្ករដែលយើងបានឆាមុននឹងចូលណាបងប៊ីចេងបន្តិចទៅអំបិលបន្តិចទៅហើយនឹងទឹកត្រីបន្តិចទៅគ្របទុកដើម្បីឲ្យអង្កររៀងរីកបន្តិចហើយបើយើងចាប់ផ្ដើមតម្លាក់ផ្សិតចូលណាបងប្អូនពេលដែលគ្រាប់បបរចាប់ផ្ដើមរីកហើយឆ្អិនហើយគឺយើងចាប់ផ្ដើមដាក់សាច់គោនឹងដែរគឺយើងហាន់ជាបន្ទះទូចហើយចិញ្ច្រាំវាមកបងប្អូនប៉ុន្តែកុំឲ្យចិញ្ច្រាំម៉ត់ពេកហើយកុំឲ្យធំពេកមកល្មមដូចខ្ញុំនៅក្នុងវីដេអូនឹងអញ្ចឹងគោនឹងគឺយើងដាក់ក្រោយគេបង្អស់ហើយយើងដាក់តាមមកពុះមកក្ដុងហើយគឺយើងបិទហ្គាសតែម្ដងគឺអត់ដាក់ទុកយូរណាបងប្អូនហើយរោយស្លឹកខ្ទឹមចូលទៅក្នុងបបរបន្ថែមទៀតអញ្ចឹងមកធានាថាបបរយើងមានរសជាតិឆ្ងាញ់តែម្ដងបបរសាច់គោខ្ញីនេះហេបងប្អូនហើយគឺស្រួលធ្វើខ្លាំងមែនទែនប្រើរយៈពេលខ្លីគឺឆាប់បានញ៉ាំហើយនៅពេលដែលបងប្អូនញ៉ាំកុំភ្លេចរោយស្លឹកខ្ទឹមបន្តិចទៅហើយដាក់បន្ទះខ្ញីទូចដូចនាងខ្ញុំអញ្ចឹងមកណាហើយមានខ្ទឹមបំពងមានឆាខ្វៃអញ្ចឹងមកអយរសជាតិឆ្ងាញ់ខ្លាំងមែនទែនសាមញ្ញអត់ត្រូវការសាច់អីច្រើនមុខទេប៉ុន្តែរសជាតិវិញគឺអត់ចាញ់បបរមាន់អត់ចាញ់បបរគ្រឿងសមុទ្រទេបានញ៉ាំបបរខ្ញីនេះហើយមានអារម្មណ៍ថានឹកអតីតកាលកាលពីនៅក្មេងខ្លាំងមែនទែនព្រោះដោយសារឲ្យតែពេលខ្ញុំនៅទូចពេលថ្ងៃអញ្ចឹងគឺម៉ាក់ខ្ញុំដេញឲ្យតែគេងហើយនៅពេលដែលគេងហើយងើបពីគេងហ្នឹងគឺសុំលុយម៉ាក់ឲ្យតែញ៉ាំបបរខ្ញីដែលអ្នកចិត្តខាងខ្ញុំលក់នឹងឯងអញ្ចឹងមានអារម្មណ៍ថានឹកកាលពីខ្លួនឯងនៅក្មេងខ្លាំងមែនទែនអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ